រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿង Game នៃស្នេហាពិតភាគ12យកមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនាបន្តថ្ងៃនេះនូបានចេញក្រៅជាមួយនឹងជីយូអញ្ចឹងណាជីយូបានសួរទៅកាន់នូថាមានរឿងក្នុងចិត្តមែនហេតុអីបានធ្វើមុខអញ្ចឹងអត់មានអីនោះទេខ្ញុំគ្រាន់តែកំពុងគិតអំពីរឿងការងារតែប៉ុណ្ណោះថ្មីនេះក្រុមហ៊ុនបានចាត់តាំងឲ្យខ្ញុំធ្វើគម្រោងដ៏សំខាន់មួយយ៉ាអស្ចារ្យខ្លាំងណាស់អបអរសាទរអនាគតនេះនឹងក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនឆាប់នេះហើយពេលដែលពួកគេកំពុងតែដើរបដើនិយាយបដើយ៉ាងសប្បាយចិត្តណាស្រាប់តែលេចមុខបរិសម្នាក់មកបរិសម្នាក់ហ្នឹងគាត់មានឈ្មោះថាជីហៅហ្នឹងគឺជាបងប្អូនជីយូណាទាំងអស់គ្នាតែមិនមែនជាបងប្អូនបកើតទេណាលក្ខណៈដូចកូនចុងកូនដើមអីអាប៉ែហ្នឹងឃើញមុខជីយូក៏បានទៅសើថាយ៉ាមិត្តស្រីរបស់ឯងស្អាតខ្លាំងមែនទែនហើយគេក៏បានសួរទៅកាន់នូថាតើនាងមានការងារអីជីយូក៏បានប្រាប់ទៅកាន់ជីហៅថាមិនជាការងាររបស់អ្នកឯងនោះទេខ្ញុំគ្រាន់តែយកចិត្តទុកដាក់ចំពោះឯងតែប៉ុណ្ណោះអញ្ចឹងតើឯងមានការងារធ្វើនៅឬមួយក៏នៅធ្វើការនៅមូលនិធិសប្បុរសដដែលជីយូអត់តបនោះទេបានអស់ដៃនូចាក់ចេញអញ្ចឹងណាប៉ុន្តែជីហៅបានខាត់គេនឹងបាននិយាយថាមានពាក្យចចាមអារាមនៅខាងក្រៅច្រើនណាស់តើបងប្អូនយើងទាំងពីរមិនត្រូវគ្នានិយាយឲ្យគាត់ក៏សើចនឹងដកយកកាតអន្តទានហុចឲ្យជីយូអញ្ចឹងណាដល់ឲ្យជីយូនឹងយកទៅប្រើប្រាស់តាមចិត្តទៅចុះពេលព្រោះយ៉ាងណាគេក៏ជាអ្នកស្នងមរតកទី2របស់ក្រុមហ៊ុន SJ ដ៏ធំដែរប៉ុន្តែជីយូរបស់យើងគឺអត់ត្រូវការនោះទេបានហុចកាតអន្តទានហ្នឹងទៅឲ្យជីហៅវិញហើយក៏បានចាក់ចេញពីទីនេះតែម្ដងមើលតែប៉ុណ្្នឹងក៏យើងដឹងហើយថាពីរអ្នកបងប្អូនហ្នឹងអត់ត្រូវគ្នានោះទេនោះបានសួរទៅកាន់ជីយូថានឹងមែនបងប្រុសរបស់ឯងដែលជាសត្រូវធំរបស់ក្រុមហ៊ុនឪពុកខ្ញុំគេមិនមែនជាបងប្រុសរបស់ខ្ញុំនោះទេខ្ញុំមិនដែលចាត់ទុកគេជាបងប្រុសឡើយបន្ទាប់មកជីយូក៏បានហៅនោះឲ្យឡើងឡានត្រឡប់ទៅផ្ទះអញ្ចឹងណាកុំនៅនិយាយរឿងអត់ប្រយោជន៍ទៀតអីងាកមកកាន់ជីហៅបានមកជួបលោកអ៊ំម្នាក់ដែលគាត់បានហៅលោកអ៊ំម្នាក់ហ្នឹងថាអ៊ំចៅអញ្ចឹងណាបន្ទាប់ពីផឹកតែជាមួយគ្នាហើយជីហៅបានសួរទៅកាន់លោកអ៊ំចៅថាក្នុងនាមជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនយ៉ាងហ្វីហេតុអីក៏លោកអ៊ំយល់ព្រមជួយខ្ញុំដើម្បីប្រឆាំងជាមួយនឹងស៊ូមីងលីលោកអ៊ំចៅក៏តបវិញថាគាត់គ្រាន់តែចង់រកប្រាក់មួយចំនួនបន្ថែមតែប៉ុណ្ណោះក្រុមហ៊ុន SJ គឺជាក្រុមហ៊ុនប្រកួតប្រជែងដ៏ធំបំផុតរបស់ក្រុមហ៊ុនយ៉ាងហ្វីដែលពួកគេបានប្រកួតប្រជែងគ្នាអស់រយៈពេលជាង1ទសវត្សរ៍មកហើយក៏មិនដែលមានអ្នកណាចាញ់មានអ្នកណាឈ្នះដែរតែសំខាន់ស៊ូមីងលីឥឡូវកាន់តែមានមហិច្ឆតាគាត់បានស្នើសុំឲ្យខ្ញុំស្វែងរកក្រុមហ៊ុនបរទេសជាច្រើនដើម្បីទៅរកប្រាក់វិនិយោគទៅលើបណ្ដាញសង្គមអ៊ីនធឺណិតហើយថ្ងៃនេះអ្វីដែលលោកចៅជាមួយនឹងជីហៅបានណាត់ជួបដើម្បីនិយាយគ្នាហ្នឹងគឺរឿងទិញភាគហ៊ុនរបស់ក្រុមហ៊ុនយ៉ាងហ្វីនឹងឯងអ្នកទាំងអស់គ្នាដោយសារពូមីងមានចិត្តចង់ប្រចាំភាគហ៊ុនរបស់ប្រពន្ធគាត់ដើម្បីយកលុយទៅសងបំណុលជំនួសប៉ៃស៊ីមានណាលោកចៅបានហៅដៃគូប្រកួតប្រជែងរបស់ពូមីងឲ្យមកទិញភាគហ៊ុននឹងតែម្ដងបើសិនជាពូមីងមិនអាចរំលោះភាគហ៊ុននោះបានណាអញ្ចឹងបានន័យថាក្រុមហ៊ុន SJ នឹងមានឱកាសលេបតបាក់ទីផ្សារទាំងមុខរបស់ក្រុមហ៊ុនយ៉ាងហ្វីជីហៅលឺតែប៉ុណ្្នឹងគឺថាសើចសប្បាយចិត្តមែនទែនប៉ុន្តែគេក៏បារម្ភដែរស៊ូមីងលីមិនទាំងអាចលក់ភាគហ៊ុនមកឲ្យគេបានទៅលោកអ៊ំចៅក៏បានឲ្យយោបល់ថាត្រូវតែរកអ្នកដែលទិញភាគហ៊ុនហ្នឹងដែលមិនមានឈ្មោះជាប់ពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន SJ នោះទើបស៊ូមីងលីគេជឿទុកចិត្តនឹងលក់ភាគហ៊ុនឲ្យដោយមិនសង្ស័យបន្ទាប់ពីព្រមព្រៀងគ្នាឃើញថាជីហៅគឺបានលាលោកអ៊ំចៅចាក់ចេញពីទីនេះគ្រាន់តែជីហៅចាក់ចេញសែននោះក៏បានចេញមកតាមពិតសែននោះគឺបានសហការជាមួយនឹងលោកអ៊ំចៅដើម្បីបង្កើតផែនការមួយនេះមកអញ្ចឹងណាហើយអ្វីដែលពួកគាត់ទាំងពីរនាក់រួមដៃគ្នាធ្វើនេះគឺដើម្បីតែចង់កម្ចាត់អំណាចភាគហ៊ុនរបស់ស៊ូមីងលីនៅក្នុងក្រុមហ៊ុនយ៉ាងហ្វីតែប៉ុណ្ណោះទោះបីជាគាត់មានបញ្ហាក៏មិនប៉ះពាល់ដល់ក្រុមហ៊ុនយ៉ាងហ្វីដែរងាកមកកាន់នូដែលនៅក្នុងផ្ទះបានឃើញឪពុកនិយាយទូរស័ព្ទអញ្ចឹងណានិយាយបដាយកឯកសារដាក់ក្នុងទូសុវត្ថិភាពបដាបន្ទាប់មកគាត់ក៏ចុចលេខកូដបិទហើយនឹងបានចាក់ចេញពីទីនេះទៅនូរបស់យើងអត់ទ្រាំមិនសង្ស័យមិនបាននាងក៏បានមកលួចមើលលេខកូដនឹងអញ្ចឹងណាចុចចុះចុចឡើងចុចតលតែបើកលេខកូដចេញបន្ទាប់មកនាងក៏បានឃើញថាឯកសារដែលឪពុករបស់នាងទៅតែដាក់ហ្នឹងគឺជាឯកសារបញ្ចាំភាគហ៊ុនរបស់ម្ដាយនាងធ្វើឲ្យនូហ្នឹងហួសចិត្តមែនទែនទីបំផុតប៉ានាងពិតជាធ្វើពិតមែនប៉ុន្តែនៅពេលដែលនាងបានមើលឈ្មោះអ្នកដែលបំរុងនឹងទិញភាគហ៊ុនរបស់ម្ដាយនាងទៅនាងគឺដូចជាធ្លាប់ឮធ្លាប់ឃើញអញ្ចឹងណាហើយក៏បានអង្គុយរនឹកនៅពេលដែលនូយើងនឹកចុះនឹកឡើងក៏បាននឹកឃើញថាអូតាមពិតនាងធ្លាប់ឃើញឈ្មោះនោះគឺជាឈ្មោះរបស់ម្ដាយជីយូតើបន្ទាប់មកនាងក៏បានមករកជីយូភ្លាមអញ្ចឹងណាសួរទៅកាន់ជីយូថាម្ដាយរបស់ឯងណាជីយូបាននិយាយថាម្ដាយរបស់ខ្ញុំមិននៅផ្ទះនោះទេម៉ាក់ខ្ញុំនៅបរទេសឯណោះតែម្ដាយរបស់ឯងមានឈ្មោះជាម្ចាស់មូលនិធិមែនទេ
បាទមែនហើយប៉ុន្តែម៉ាក់ខ្ញុំមិនមានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុននោះទេគឺបងប្រុសរបស់ខ្ញុំជាអ្នកធ្វើវានោះក៏បានប្រាប់ទៅកាន់ជីយូថានាងសង្ស័យថាបងប្រុសរបស់ជីយូហ្នឹងធ្វើការក្លែងបន្លំនៃការទិញភាគហ៊ុនអញ្ចឹងណាយកឈ្មោះរបស់ម្ដាយជីយូមកដាក់អីអញ្ចឹងទៅជីយូឮហើយគឺថាភ្ញាក់ផ្អើលអញ្ចឹងណាគេអត់បានដឹងអំពីរឿងនេះនោះទេម្យ៉ាងនេះគឺជារឿងខុសច្បាប់ហេតុអីក៏ជីហៅហ៊ានអូសទាញម្ដាយរបស់គេមកពាក់ព័ន្ធនឹងរឿងអំពើខុសច្បាប់បែបនេះងាកមកកាន់ជីហៅជំរឿនជំនួយការនេះគេបាននិយាយថាស៊ូមីងលីមើលមិនដឹងអំពីល្បិចរបស់យើងផងប៉ុន្តែស៊ូនូនូបែរជាឆ្លាតយ៉ាងនេះឯងឆាប់រកមនុស្សទៅចាត់ការនាងកុំឲ្យនាងរារាំងផែនការរបស់យើងឲ្យសោះងាកមកកាន់នូនូឯនេះក៏បានខលមកកាន់សែនដោយប្រាប់អំពីរឿងរ៉ាវដែលនាងបានរកឃើញទាំងអស់អញ្ចឹងណាកុំឲ្យឪពុករបស់នាងលក់ភាគហ៊ុនអីពីព្រោះថាជីហៅកំពុងតែក្លែងបន្លំដើម្បីចង់លេបតបាក់យកភាគហ៊ុនរបស់ក្រុមហ៊ុនអីអញ្ចឹងណាតែនាងអត់ដឹងនោះទេថានេះគឺជាល្បិចរបស់សែនតែប៉ុណ្ណោះនៅពេលដែលកំពុងតែនិយាយជាមួយនឹងសែនហ្នឹងនូស្រាប់តែត្រូវបានគេចាប់យកទៅធ្វើឲ្យសែនយើងនេះគឺថាផាត់ភ័យខ្លាំងមែនទែនហើយគេដឹងហើយថាគ្មានអ្នកណាក្រៅពីជីហៅនោះទេដោយសារតែនូបានដឹងអំពីអាចកំបាំងរបស់គេហើយនោះអាស៊ីបានប្រាប់ទៅកាន់សែនថានូប្រហែលជាមិនអីនោះទេជីហៅគេគ្រាន់តែចង់ចាប់នាងដើម្បីមិនចង់ឲ្យនាងរារាំងផែនការរបស់គេតែប៉ុណ្ណោះប៉ុន្តែសែនអត់ទុកចិត្តទេណាបានប្រាប់ទៅកាន់អាស៊ីថាទៅប្រាប់លោកចៅឲ្យគាត់បញ្ឈប់ការទិញលក់ភាគហ៊ុនមួយហ្នឹងអីអញ្ចឹងណាអាស៊ីក៏បាននិយាយថាបើធ្វើបែបនេះផែនការដែលយើងខំរៀបចំវានឹងអាសាបងហើយប៉ុន្តែសែនអត់ខ្វល់អីទាំងអស់គឺគាត់បានប្រាប់អាស៊ីធ្វើតាមគាត់ទៅអស់អីអស់ទៅពេលនេះឲ្យតែជួយនូបានបន្ទាប់ពីអាស៊ីចេញទៅសែនក៏បានខលទៅកាន់ជីហៅអញ្ចឹងណាដែលសួរតែជីហៅចាប់នូតាណាប៉ុន្តែអាប៉ែជីហៅនឹងធ្វើជានិយាយថាគេអត់ដឹងរឿងអីនោះទេសែនប្រហែលជាយល់ច្រឡំអញ្ចឹងណាសែនក៏បានស្រែកមួយទំហឹងទៅកាន់ជីហៅដែលប្រាប់ថាកុំឲ្យមកលេងសើចជាមួយនឹងយើងបើមិនអញ្ចឹងទេយើងនឹងអូសកឯងចូលគុកជាក់ជាមិនខានឆាប់ផ្ញើទីតាំងរបស់នាងឲ្យមកយើងភ្លាមបន្ទាប់ពីបិទទូរស័ព្ទហើយជំនួយការរបស់ជីហៅបានសួរទៅកាន់មេថាឥឡូវយើងគួរធ្វើម៉េចផ្ញើទីតាំងរបស់នូឲ្យគាត់ទៅគាត់ក៏បន្តនិយាយទៀតថាតាមពិតស៊ូមីងលីកំពុងតែចិញ្ចឹមកពើតើជំនួយការរបស់ជីហៅក៏បានសួរថាអញ្ចឹងយើងគួរតែប្រាប់លោកស៊ូអត់ទេមិនបាច់ទេឲ្យពួកគេប្រឆាំងគ្នាទៅងាកមកកាន់សែនគ្រាន់តែថាទទួលបានតម្រុយភ្លាមគឺថាងើបតែបើកឡានអញ្ចឹងណាហើយក៏ចេញដំណើរទៅរកនូភ្លាមតែម្ដងចំណែកនូរបស់យើងឯនេះគឺថាកំពុងតែជាប់នៅលើផ្ទាំងថ្មនៅឯសមុទ្រណាទាំងអស់គ្នាហើយពេលនេះទឹករលកគឺវាកំពុងតែចូលខ្លាំងមែនទែនបើសិនជានូជាប់នៅទីនេះមួយយប់នាងអាចនឹងជ្រក់ទឹកស្លាប់ក៏ថាបានដែរនៅពេលដែលដឹងខ្លួនភ្លាមនូគឺព្យាយាមស្រែកហៅគេឲ្យជួយអញ្ចឹងណានាងគឺពិតជាខ្លាចខ្លាំងមែនទែនស្រែកផងព្យាយាមយកខ្សែនឹងដៃហ្នឹងទៅរុះជាមួយនឹងផ្ទាំងថ្មដើម្បីចង់រត់គេចពីទីនេះអីអញ្ចឹងណាចំណែកឯសែនរបស់យើងក៏បានបើកឡានមកដល់មាត់ទឹកនឹងដែរចាំមើលថាតើភាគ13រឿងរ៉ាវនឹងទៅជាយ៉ាងណារងចាំតាមដានជាមួយនឹង admin ទាំងអស់គ្នាណាអរគុណជម្រាបលា